ទោះយ៉ាងណាក៏ដោយមិនមែនតែមួយក្នុងចំណោមពួកគេហ៊ានទប់ទល់ទេអាក្រាវិរុទ្ធដែលអាចរាលដាលពីពេញភពផែនដីទាំងមូលធ្វើឲ្យដួងចិត្តរបស់ពួកគេភ្ញាក់ផ្អើលហើយធ្វើឲ្យពួកគេមានអារម្មណ៍ថាវាគឺជាអ្វីដែលមិនអាចយល់បានចាប់ពីពេលនេះតទៅភពឈីងលីងមានម្ចាស់ហើយម្ចាស់នោះគឺវ៉ាងលីនគឺជាអាទិភាពកម្ពុជានៅលើភពផែនដីឈីងលីងគាត់ដូចជាបុព្វបុរសឈាមដែលមានសិទ្ធិគ្រប់គ្រងជីវិតនិងសេចក្តីស្លាប់នៅលើភពផែនដីឈាមហើយក៏ចូលចិត្តអត្តសញ្ញាណកម្ពុជារបស់អ៊ូចាងស៊ីនហៃបានពិចារណាអស់រយៈពេលជាយូរមកហើយបានសម្រេចចិត្តមិនលាក់បាំងសំណើរបស់វ៉ាងលីនគាត់បានផ្សព្វផ្សាយសំណើរបស់វ៉ាងក្នុងអំឡុងពេល5ឆ្នាំនេះអ្នកដាំដុះទាំងនេះបានធ្វើដំណើរក្នុងចំណោមមនុស្សរមែងស្លាប់ហើយបានប្រមូលការអន់ចិត្តរបស់ពួកគេជានិច្ចអរ៉ានេះមាននៅលើស្ទើរតែគ្រប់ជីវិតទាំងអស់ភាពខុសគ្នាតែមួយគត់គឺចំនួនមានបាយច្រើនពេកនៅលើភពផែនដីឈីងលីងងក្នុងរយៈពេល5ឆ្នាំតិចជាង 40% ត្រូវបានប្រមូលដោយឃើញថាពាក់កណ្ដាលម៉ោងបានកន្លងផុតទៅហើយចាងស៊ីនហៃមានការថប់បារម្ភទោះយ៉ាងណាក៏ដោយឥឡូវនេះលឿនបំផុតដែលពួកគេអាចទៅបានសូម្បីតែខ្លួនគាត់ផ្ទាល់ក៏ចេញទៅប្រមូលពីពិភពរមែងស្លាប់ដែរមនុស្សគ្រប់គ្នានៅក្នុងគ្រួសារដែលយ៉ាងហោចណាស់បានឈានដល់ស្រទាប់ទី5នៃសំណង QI ត្រូវបានផ្ញើចេញក្នុងអំឡុងពេល5ឆ្នាំនេះវ៉ាងលីនបានអង្គុយនៅលើកំពូលភ្នំដោយចម្រាញ់ទ្រព្យសម្បត្តិរបស់គាត់អ្វីដែលគាត់បានចម្រាញ់គឺភ្នំនិងទន្លេអេក្រង់នៅខាងក្នុងព្រលឹងដើមរបស់គាត់វាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅខាងក្នុងព្រលឹងដើមកំណើតរបស់វ៉ាងលីនផ្គរលាន់ត្រូវបានបញ្ចូលទៅក្នុងវាដើម្បីជួយជួសជុលវាលើពីនេះទៀតមានភ្នំ Celestial ដោយសារតែការបង្ក្រាបការទាញយកព្រលឹងបានคล้ายជាមិនសិតស្ថេរវ៉ាងលីនបានប្រើធម្មពលព្រលឹងដើមរបស់គាត់ដើម្បីចម្រាញ់និងជួសជុលវាបន្តិចម្ដងចំពោះមកគាត់ដែរលាយជាមួយផ្កាកុលាបពណ៌ខៀវរបស់មេអំបៅក្រហមលោកវ៉ាងលីនបានសិក្សាវាអស់រយៈពេលជាយូរមកហើយប៉ុន្តែมันអាចមើលឃើញតាមរយៈវាបានទេទ្រព្យសម្បត្តិចំនួន3នេះគឺជាអ្វីដែលគាត់ទើបតែទទួលបានខណៈពេលកំពុងចម្រាញ់ពួកគេវ៉ាងលីនបានចំណាយពេលខ្លះហើយបញ្ចូលវាជាមួយអ្វីដែលគាត់បានឃើញពីផ្លូវទៅជំហានទី3គាត់បានយកទ្រព្យសម្បត្តិនិងគុណវិបត្តិជាក់ស្ដែងពីមុនវ៉ាងលីនមិនបានឃើញវាសំខាន់ទេប៉ុន្តែឥឡូវនេះគាត់បានយកចិត្តទុកដាក់អំពីវាច្រើនវ៉ាងលីនបានកលេចមើលព្រលឹង laser នៅក្នុងដៃរបស់គាត់ហើយបានផ្លាស់ប្ដូរចេញពីទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់តាក់ទងនឹងភាពវៃឆ្លាតវាមិនអាចប្រៀបធៀបទៅនឹងដាវ Celestial ឬកំបិតពាក់កណ្ដាលព្រះច័ន្ទទេបាននិយាយពីការការពារវាមិនអាចប្រៀបធៀបទៅនឹងទង់ជាតិព្រលឹង 1000 លានឬភ្នំនឹងទន្លេទេបាននិយាយពីសមត្ថភាពវាមិនអាចប្រៀបធៀបទៅនឹងភ្នំ Celestial Mountain ឬព្រះដែលសម្រាប់សង្គ្រាមរទេះភ្លើងបានទេប៉ុន្តែនេះគឺជាកំណប់តែមួយគត់ដែលមានសោភ័ណភាពនៃជំហានទី3ដែលខ្ញុំបានឃើញរឿងនេះពិតជាចម្លែកណាស់រំពាត់នេះមើលទៅធម្មតាណាស់ប៉ុន្តែខ្មោចនៅស្ថានសួគ៌ស្ទើរតែបាត់បង់វិទ្យនៅពេលដែលវាបានឃើញរំពាត់នេះវាដូចជាវាបានទទួលស្គាល់វាការដកស្រង់ព្រលឹងដើមគឺស្របនឹងប្រភពនៃដាវវាក៏អាចត្រូវបានគេចាត់ទុកថាជាកម្មផលជាមួយនឹងរាងកាយដែលជាបុព្វហេតុកម្មសិទ្ធិនិងព្រលឹងដើមគឺជាឥទ្ធិពលកំផែងនេះគឺជាកំណប់ទ្រព្យដែលត្រូវបានចម្រាញ់នៅផ្នែកចុងក្រោយនៃកម្មផលផ្នែករបស់វ៉ាងលីនបានភ្លឺនៅពេលគាត់ស្រះដែលរបស់គាត់បានផ្លាស់ប្ដូរបន្តិចម្ដងពីជីវិតនិងការស្លាប់ទៅជាដែនកម្មផលដែលនេះធំណាស់ធម្មតាវ៉ាងលីនបានប៉ះចុងផ្ទាំងតកតែគាត់អាចមានអារម្មណ៍ថាវាអស្ចារ្យប៉ុណ្ណាការយល់ដឹងបច្ចុប្បន្នរបស់ខ្ញុំអំពីដែនកម្មផលគឺមិនគ្រប់គ្រាន់ដើម្បីបង្កើតអ្វីដែលពិតប្រាកដដូចជាទន្លេក្រំពិភពលោកទោះយ៉ាងណាក៏ដោយបន្ទាប់ពីបានឃើញផ្លូវទៅជំហានទី3ខ្ញុំទទួលបានការយល់ដឹងខ្លះនៅពេលដែលដៃស្ដាំរបស់វ៉ាងលីនបានជូតព្រលឹងឡាស៊ើភ្នែករបស់គាត់ភ្លឺថ្លានិងភ្លឺជាងមុនគាត់បានគិតពីវិធីមួយដើម្បីប្រើអំណាចនៃដែនកម្មផលដែលបានបង្កើតឡើងមុនពេលគាត់ពិតជាអាចធ្វើឲ្យវាលេចចេញជារូបរាងនេះគឺដើម្បីធ្វើឲ្យប្រកាសថាគាត់ត្រូវបានគេរៀបចំឲ្យបានគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តនេះទៅ Thunder Celestial Realm ការប្រើប្រាស់ព្រលឹងឡាស៊ើដើម្បីជួយធ្វើឲ្យដែនកម្មផលគួរដំណើរការនៅពេលដែលវ៉ាងលីនបានពិចារណាគាត់បានធ្វើការសម្រេចបើសិនបើវាជានរណាម្នាក់ពួកគេនឹងភ័យខ្លាចហើយនឹងស្ទាក់ស្ទើរក្នុងរយៈពេលយូរហើយទីបំផុតនឹងមិនអាចធ្វើការសម្រេចចិត្តបានទេនេះគឺដោយសារតែពួកគេមិនដឹងថាតើជំរឿននេះត្រឹមត្រូវឬថាតើវានឹងជ្រៀតជ្រែកក្នុងការយល់ពីអត្តភាពរបស់ពួកគេទោះជាយ៉ាងណាក៏ដោយវ៉ាងលីនគឺខុសគ្នាដោយដែលគាត់បានឃើញផ្លូវនៅខាងមុខគាត់ដឹងថាភាគច្រើននេះនឹងប៉ះពាល់ដល់ដែនរបស់គាត់បន្តិចប៉ុន្តែវានឹងមិនមានអ្វីធំដុំទេបន្ទាប់ពីសេចក្ដីគិតបន្តិចភ្នែករបស់វ៉ាងលីនបានភ្លឺហើយគាត់បានរើប្រដេងឡាស៊ើខ្ញុំនឹងធ្វើឲ្យអ្នកអនុវត្តដែនរបស់ខ្ញុំភ្នែករបស់វ៉ាងលីនបានបញ្ចេញពន្លឺចម្លែកហើយគាត់បានដាក់រំពាត់នៅក្នុងផ្លូវរបស់គាត់បន្ទាប់មកគាត់បានបិទភ្នែកហើយចាប់ផ្ដើមកែលម្អវាដោយប្រុងប្រយ័ត្នគំនិតរបស់គាត់ត្រូវតែភ្ជាប់ទៅនឹងកំណប់ទ្រព្យដូច្នេះដែលអាចបញ្ចូលវ៉ាងលីនបានរស់នៅលើភពផែនដីឈីនលីងអស់រយៈពេល8ឆ្នាំហើយក្នុងរយៈពេល8ឆ្នាំនេះគាត់មិនដែលចាក់ចេញពីភ្នំទេតាមពិតក្រៅពីទម្រង់ចាងស៊ីនហៃគ្មានអ្នកដាំដុះផ្សេងទៀតនៅលើភពផែនដីបានឃើញគាត់ទេទោះយ៉ាងណាម្ចាស់ភពឈីនលីងដែលជាបុព្វបុរសនៃភពឈីនលីងចាប់ផ្ដើមថ្លឹងទម្ងន់ធ្ងន់និងធ្ងន់ជាងនៅក្នុងអ្នកដាំដុះជាពិសេសអាប់ខ្មៅក្រាស់នៅជុំវិញភ្នំបានបណ្ដាលឲ្យអ្នកដាំដុះជាច្រើនបេះដូងប្រែជាត្រជាក់ទោះយ៉ាងណាក៏ដោយមានអ្នកដាំដុះមួយចំនួនដែលបានដាំដុះភាពល្ងងខ្លៅពួកគេនឹងចោទប្រកាន់ដើម្បីបង្កហេតុពីអ្វីដែលគេហៅថាមេនៃភពឈីងលីងងពួកគេទាំងអស់ត្រូវបានលេបត្របាក់ដោយអាប់ខ្មៅភ្លាមៗនៅពេលពួកគេប្រញាប់រឿងតែមួយគត់ដែលនៅសល់គឺការស្រែកយំសោកដែលបានបន្លឺឡើងពីពេញពិភពលោកដូចជាពួកគេកំពុងប្រមានដល់អ្នកដាំដុះមិនឲ្យចូលចំពោះមរណភាពពួកគេមិនមានបញ្ហាអ្វីទេនៅពេលពួកគេឃើញអាប់ខ្មៅពួកគេដឹងថាវាត្រូវបានបំពេញដោយគ្រោះថ្នាក់ដូច្នេះគ្មាននរណាម្នាក់ចូលកន្លែងនេះទេបើសិនបើពួកគេចូលព្រោះពួកគេត្រូវបានបាត់បង់លោកវ៉ាងលីននិងមិនធ្វើឃាតគ្មានន័យទេទងព្រលឹងមានឆន្ទៈរបស់វ៉ាងលីនមនុស្សរមែងស្លាប់ទាំងនេះនឹងសន្លប់ហើយនឹងត្រូវបញ្ជូនទៅគេមកក្នុងតំបន់ក្នុងរយៈពេល3ឆ្នាំនេះវ៉ាងលីនផ្ដោតលើការចម្រាញ់ទ្រព្យសម្បត្តិរបស់គាត់អ្វីដែលរំខានតែមួយគត់គឺសួ
ស៊ូលីគួរគាត់បានបំបីត្រាដែលវ៉ាងលីនដាក់នៅលើកាបូបកាន់ទោះបីជាគាត់នៅតែមិនអាចចេញមកក៏ដោយគាត់តែងតែប្រកាន់ជំហរមិនឈប់នៅថ្ងៃនេះព្រលឹងឡាសឺនៅផ្លូវរបស់វ៉ាងលីនមានដែនកម្មផលមួយចំនួនចូលទៅក្នុងវានេះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការគ្រប់គ្រងជាងអារម្មណ៍ដល់ទេទន្ទឹមនឹងនេះជាមួយនឹងការលាយបញ្ចូលគ្នានៃផ្នែកចុងក្រោយនៃដែនកម្មផលព្រលឹងឡាសឺកាន់តែមានអំណាចទោះជាយ៉ាងណាក៏ដោយនៅពេលនេះសម្លេងចម្លែកបានបង្ហាញខ្លួនម្ដងទៀតលៀនតូចតែអ្នកហ៊ានអនុញ្ញាតឲ្យជីតារបស់អ្នកស៊ូទេឥឡូវនេះខ្ញុំមានអំណាចដូច្នេះអ្នកមិនហ៊ានដោះលែងខ្ញុំទៀតទេសូមធានាថាបរិះចំណាស់នេះនឹងមិនធ្វើសកម្មភាពប្រឆាំងនឹងអ្នកទេខ្ញុំបានគិតអំពីវាហើយចាប់ពីពេលនេះតទៅអ្នកនឹងតាមខ្ញុំអត្តសញ្ញាណរបស់យើងនឹងផ្លាស់ប្ដូរហើយខ្ញុំនឹងក្លាយជាមេសម្លេងក្រអឺតក្រតមរបស់ស៊ូលីហ្គូគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់វ៉ាងលីងបានដួលប្រសិនបើវាមិនមែនសម្រាប់ការពិតដែលថាគាត់ដឹងថាគាត់មានរយៈពេលខ្លីដើម្បីដោះស្រាយជាមួយស៊ូលីហ្គូគាត់នឹងបង្រៀនមេរៀនស៊ូលីអ្នកហ៊ាននិយាយបែបនេះទៅកាន់ជីតារបស់អ្នកស៊ូលៀនតូចអ្នកហាក់ដូចជាមិនយល់ពីស្ថានភាពទេខ្ញុំលែងជាស៊ូលីហ្គូចាស់ទៀតហើយសម្លេងរបស់ស៊ូលីហ្គូដោយដែលគាត់បានបង្ហាញខ្លួនគាត់បានសោកយ៉ាងខ្លាំងហើយក្រហមសូម្បីតែខ្ញុំស៊ូលីហ្គូនឹងមានថ្ងៃរបស់ខ្ញុំផ្ទៃមេឃមិនខ្វាក់ទេទីបំផុតខ្ញុំនឹងអាចលើកក្បាលរបស់ខ្ញុំឡើងខ្ពស់វ៉ាងលីនបានកលេចមើលយ៉ាងត្រជាក់នៅស៊ូលីហ្គូហើយមិននិយាយទេស៊ូលីហ្គូបានបញ្ចប់ការនិយាយនិងក្រឡេកមើលវ៉ាងលីនដោយបង្ហាញពីការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលនេះគាត់បានវិលត្រឡប់ទៅរករូបរាងក្រអឺតក្រទមរបស់គាត់វិញរាងកាយទាំងមូលរបស់គាត់បានលេចហើយភ្លាមបានបង្កើតដាវដ៏ធំមួយនៅពាក់កណ្ដាលខ្យល់ដាវនេះមើលទៅដូចជាដាវ Celestial ដោយដែលវាត្រូវបានចោទប្រកាន់ថាមពលដាវដ៏មានឥទ្ធិពលបានបាញ់ចេញថាមពលដាវនេះក៏មានចេតនាដាវបុរាណដែរវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់គាត់បានចោទប្រកាន់ត្រង់វ៉ាងលីនហាក់ដូចជាគាត់អាចបំបីការចាត់ទុកជាមុខៈនិងបិទភ្លាមភ្នែករបស់វ៉ាងលីននៅតែត្រជាក់នៅពេលដែលស៊ូលីហ្គូបានបិទចូលលោកវ៉ាងលីនមិនបានរើបំរាស់ទេប៉ុន្តែព្រលឹង Lasher នៅលើភ្លើរបស់គាត់បានរើនឹងហោះចូលទៅក្នុងសោភ័ណភាពអាចកំបាំងមួយបានរីករាលដាលហើយភ្លាមបានព័ទ្ធជុំវិញតំបន់កម្ពស់ 1000 ហ្វីតសោភ័ណភាពនេះមានកម្លាំងដែលមិនអាចដឹកស្មានដល់ដែលធ្វើឲ្យវាហាក់ដូចជាតំបន់ជើង 1000 នេះត្រូវបានបំបីចេញពីខាងក្រៅហើយត្រូវបានបំពេញដោយភាពអស្ចារ្យដែលមានអំណាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យនរណាម្នាក់ដួលរលំយូលីហ្គូមានអារម្មណ៍យ៉ាងច្បាស់គាត់បានលន់មាត់ហើយដាវធំដែលគាត់បានបង្កើតមិនថិតថេរទោះជាយ៉ាងណាក៏ដោយដាវធំភ្លាមបានបញ្ចេញថាមពលដាវកាន់តែច្រើនគាត់ច្បាស់ជានឹងតស៊ូដោយកម្លាំងនៅពេលនេះសម្លេងរបស់វ៉ាងលីនបានបន្លឺឡើងយឺតវាពិបាកសម្រាប់អ្វីៗនៅលើពិភពលោកក្នុងការគេចចេញពីកម្មផលមិនមានកន្លែងដោយគ្មានបបហេតុខាមីកទេហើយឥទ្ធិពលខាមីកគឺនៅគ្រប់ទីកន្លែងព្រលឹងឡាសឺបានឆាបឆេះនិងបង្កើតការផ្ទុះដូចជាវាបានបើកទ្វារវាសនាព្រលឹងឡាសឺបានភ្ជាប់ចុងបញ្ចប់ដល់ទីបញ្ចប់បង្កើតជារង្វង់ដាវដ៏ធំរបស់ស៊ូលីហ្គូបានធ្លាក់ចូលទៅក្នុងរង្វង់ហើយបានបែកបាក់យ៉ាងឆាប់រហ័សឥទ្ធិពលខាមីកគឺជាប្រភពនៃបបហេតុខាមីកទាំងអស់សម្លេងរបស់វ៉ាងលីនបានបន្លឺឡើងម្ដងទៀតការបែកបាក់ដាវធំបានកើតឡើងស្ទើរតែភ្លាមហើយវាបានប្រែទៅជាអាប់ខ្មៅវិញមុខរបស់ស៊ូលីហ្គូបានបង្ហាញខ្លួននៅក្នុងអាប់ខ្មៅមុខរបស់គាត់ពោពេញទៅដោយភេរវកម្មហើយភ្នែករបស់គាត់ពោពេញទៅដោយការភ័យខ្លាចលោកម្ចាស់ខ្ញុំខុស Little Su គឺខុសពិតជាខុសនៅពេលនេះទុកឲ្យខ្ញុំម្ដងសូមទុកខ្ញុំនៅពេលនេះស៊ូលីហ្គូបានចាប់ផ្ដើមបង្វល់ភ្លាមសម្លេងរបស់គាត់គឺវេទនាខ្លាំងណាស់ភ្នែករបស់វ៉ាងលីនត្រជាក់នៅពេលគាត់ក៏លេចមើលស៊ូលីហ្គូអាប់ខ្មៅរបស់ស៊ូលីហ្គូត្រូវបានបែកបាក់យ៉ាងលឿននៅខាងក្នុងរង្វង់ដោយលោកវ៉ាងលីនបាននិយាយយ៉ាងស្ងប់ស្ងាត់អ្នកទទួលបានដាវបុរាណដោយសារតែខ្ញុំដូច្នេះផ្លែឈើនោះក៏ជាកម្មសិទ្ធិរបស់ខ្ញុំដែរយូលីហ្គូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាអាប់ខ្មៅដែលបានបង្កើតរាងកាយរបស់គាត់ចាប់ផ្ដើមរលាយកាន់តែលឿនអារម្មណ៍នៃវិបត្តិបានលេចចេញពីគាត់ភ្លាមដែលបណ្ដាលឲ្យគាត់បាត់បង់វិរបស់គាត់បានអង្វរភ្លាមលោកម្ចាស់ខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំនឹងមិនហ៊ានបះបោរម្ដងទៀតទេក្រៅពីនេះវាគឺជាអ្នកដែលបានប្រែក្លាយខ្ញុំទៅជាអារក្សប្រសិនបើអ្នកមិនមានខ្ញុំនឹងមិននៅទីនេះទេថ្ងៃនេះតែមិនត្រឹមត្រូវទេលោកម្ចាស់តែកម្មផលមិនមែនជាកម្មផលទេឬស៊ូលីហ្គូមានការថប់បារម្ភយ៉ាងខ្លាំងនៅពេលគាត់និយាយគាត់អាចមានអារម្មណ៍ថាគាត់ហៀបនឹងបែកបាក់គ្នាទាំងស្រុងការសោកស្ដាយនៅក្នុងបេះដូងរបស់គាត់បានបំពេញរាងកាយរបស់គាត់រួចហើយខ្ញុំមិនគួរបង្កឲ្យមានការខឹងសម្បារនេះទេក្នុងរយៈពេលប្រហែលឆ្នាំរាប់មិនអស់ខ្ញុំមិនដែលជោគជ័យម្ដងទេយូលីហ្គូតើការចងចាំរបស់អ្នកអាចអាក្រក់យ៉ាងដូចម្ដេចអារក្សវាងចាស់នេះគឺជាអារក្សច្រើនជាងខ្ញុំស៊ូលីហ្គូសង្ឃឹមថាគាត់អាចទះកំភ្លៀងខ្លួនឯងវ៉ាងលីនបានបង្ហាញស្នាមញញឹមដួលសន្លប់ហើយនិយាយថានោះគឺជាកម្មផលរបស់អ្នកមិនមែនខ្ញុំទេ